มอนต้มปีกบ้านนี่พิวกันเนี่ยกมังไงนั่งแต่เนได้ก็ตัวเธอแต่ไม่ดองเตอมันแทนเธอไอเต้บ่กรือมันกรบว่าเกิดเธอจังมองมาแล้วให้ต่อดักโอเดอปีกบ้านมันเธอจังผูกครึ่งกระว่าย้อนจะนานครั้งมองปนมอนต้มหนังเตี้ยต้มรู้จิตช่างมีอย่างมันเนี่ยแบบใส่แต่เลยเยอะยามตีอ่อนประทานยามเตี้ยเต้เธอมอนจิโนกับแบนเครื่องกระดึกเชี่ยต่างอ้อphần tayยังตระหันใบใจจีปีมวยหันละอดมวยเตี้ยหันประแต่ทมทมแต่ซาแต่ยังโยเวทหย่อนในขนมมัวเนาะแต่เชี่ยกระดาวกระดดไปให้น้ำซัดยังก้อนมีปันนังแมวยังทั่วตามระเบียบนี้อัดผู้ผ่าทั่วเลยบางปอนสโลมันเต้นสจุกเมนกิจกรรมมาสระจริงๆฮอตแต่ยังกิจกรรมวิไอตู้จริงธรรมดาติดตื่นบอกปะกี้วันนี้ได้ดิ่งชรากิจกรรมได้วิไอวิไอวิชินยังหายดำวิไอแต่ไปแลดจังหวะกิจกรรมแต่ใบบนเปาะเติมมาในกลุ่มกิจกรรมวิจารณ์ไปอันนี้อันโยมอดได้บางปอนมาสจุกโยดึงมันคอมเพล็กซ์ประแทมจมูกหนึ่งกลับสดายฮอลแลนด์แต้วสัตว์เชียกระดาบสัตว์ขมายกระรอดให้น้ำสัตว์กระปองฮันวิจิตรแต่ตุยจังภาษาสมอนบอลให้น้ำสกอดันหลอมล้อมันได้บางปอนจีบเซ็กจ่อบ้านเนี่ยตกเสียวให้น้ำเปรย์ลงโง่เติร์ดแต่จะได้แค้นมอนปียังปลาตกสิวใบสเปรียไปละโง่ปีสเปรียใบเลยเป็นนังให้ยังฉบับฉบับเวียสับโจขณีเตอร์นั่นเป็นโยเครื่องนั่นแต่หยอดโจมอนน่ะรู้จิตนั่นเวียจีบโจเป็นเซ็กตรูมอนอย่าเตอร์ตรองกับหลอกกระเลียดแน่กระชีดได้บงปอนสกอตสโนว์นั่งไงไหนเตอร์บงปอนประทับมันยังโยเวียแต่เชียนมาซึ่งจะจอมมันกลัวกันแล้วยังไอลิบตกสิวขึ้นมาเลอมอนนี่กับบ้านได้จะล็อกเปมอนตอนกับหอมแล้วยังจับดาวมันเลยตกศอกยังดัดตกสิวปรามหลับเปรียแมวสกอตซอกับหลับเปรียมันใส่สมอนมันติดไปละโง่ตกไตรปีสเปรียใบก็สับโจคณีหายยังจับประดามมาធ្វើការឆាสโนว์มันเนื้อซอสចូលទាំងអស់មកថែមខ្ទឹមពងគ្រឿងក្នុងសណ្តែកហូឡែនតាវការ៉ុតផ្សិតត្រចៀកកណ្ដោបផ្សិតខ្មៅចាក់ទឹកសោសដែលយើងបានលាយហ្នឹងចូលមកទាំងអស់មកឆាទៅឆាមកពី3ត្រឡប់មើលតាមមកចូលជាតិតែប៉ុណ្្នឹងបានដែរបងប្អូនមិនចាំមកឆ្អិនក៏បានដែរព្រោះតែថាយើងត្រូវចំហុយវារយៈពេលយ៉ាងអន់ណាក៏2ទៅ3ម៉ោងដែរត្រឹមតែមាន់របស់យើងវាផុយល្អយើងរោចាត់ដៃយើងក្លុកធំបន្តិចមករួចហើយយើងដាក់មាន់ដាក់ទឹកឆាយើងបានឆាមិញហ្នឹងស្រោចលើមាន់ទាំងអស់រួចយកទៅដាក់ចំហុយជាការស្រេចចន្លោះពេលរងចាំមាន់មកមើលប៉ាប៉ាសិនភ្ញាក់ពីគេល្មមក្រោបព្រឹកឡើងឥឡូវគេមានថ្មីញ័រត្រឡប់ឲ្យដុសថ្មីងូតទឹកកក់សក់ឲ្យហើយកូនក្មេងចាប់ផ្អាពេលគឺកក់ឲ្យរាល់ថ្ងៃហើយយើងកក់ជាមួយនឹងសាប៊ូប្រេងដូធីកាប្អូនកក់មកតាំងពីតូចប្រើសាប៊ូនឹងរហូតប្រើត្រូវសក់គេឡងតុនឡោះឡងដូចតែសៃសូនអញ្ចឹងហាក់មានជ្រុះឲ្យបងប្អូនសក់ដោះមកប៉ុណ្ណាដោះមកប៉ុណ្ណឹងនិយាយពីកូនសក់វិញដោះមកច្រើនជាងសក់កណាទៀតសាប៊ូប្រេងដូធីកាជាប្រភេទសាប៊ូសេរីរាង្គអាចប្រើបានចាប់ពីអូន0ខែឡើងមនុស្សធំក៏អាចប្រើបានដែរអញ្ចឹងវាមានសុវត្ថិភាពសម្រាប់ក្មេងតូចប្រើប្រាស់កក់សក់ដោះមុខដោះខ្លួន 3 in 1 នៅក្នុងហ្នឹងទឹកញ៉ាំបាយញ៉ាំអីហើយដាក់អីគេអញ្ចឹងចន្លោះពេលនេះអាចមានពេលទៅធ្វើការបានវិញការងារចឹងឯងចេះបញ្ចុករវល់មួយថ្ងៃវល់ល្ងាចតែប៉ុណ្ណេះហើយមាន់របស់យើងផុយឆ្អិនមិនល្មមឆ្ងាញ់ហ្មងណាចេញជាតិទឹកមកត្រាំក្នុងមាន់ហ្នឹងរត់ទៅជាម៉ោងប្រហែលជា5-6ភ្ញៀវមកយកល្មមអញ្ចឹងហើយយើងរៀបចំច្រកឲ្យគាត់ទៅក្តៅហុយអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយជម្រាបលាទិញជើងមាន់1គីឡូមកត្រាំទុកញ៉ាំមកតើធ្វើឲ្យមិនតាន់បានចូលជាតិល្អផងញ៉ាំចង់អស់ពាក់កណ្ដាលបាត់ថ្ងៃនេះមកចែករំលែកពីវិធីធ្វើជ្រក់ជើងមាន់ងាយៗនៅផ្ទះបងប្អូនដែលចង់មានការងារក្រៅម៉ោងយើងអាចធ្វើជើងមាន់ទៅទុកលក់ឲ្យអ្នកធ្វើការជាមួយគ្នាឬក៏មិត្តភ័ក្តិរួមថ្នាក់ក៏បានដែររកស៊ីគ្រប់ទីកន្លែងហ្មងយើងដាំទឹកឲ្យពុះហើយដាក់អំបិលចូលបន្តិចមករួចបង់គល់ក្រៃខ្ញីម្ទេសល្មីល្ក្រូចដាក់ដាំឲ្យគ្រឿងទាំងអស់ហ្នឹងចេញជាតិឈ្ងុយសិនឲ្យតែយើងលាយត្រូវរសជាតិអត់ខ្វះទេមួយចាំតែញ៉ឃើញគេលក់មកប្រអប់10000ដាក់ជើងមាន់តាន់តិចហ្នឹងហើយជើងមាន់ដែលយើងទិញមកនេះមានឆ្អឹងអញ្ចឹង1គីឡូ12000បូកទាំងគ្រឿងក្រៅ1គីឡូហ្នឹងចំណាយដាំអស់ប្រហែល20000យើងអាចម្លេចលក់បានប្រហែលជា5ប្រអប់អីហើយមកប្រអប់ដែលយើងម្លេចហ្នឹងមិនតិចណាយើងច្រើនគួរសមបោកជាមួយនឹងគ្រឿងដែលយើងដាក់ពីលើហ្នឹងទៀតឃើញច្រើនណាយើងស្ងោរជើងមាន់ឲ្យច្រើនសិនណាបងប្អូននិយាយទៅស្ងោរឲ្យវារៀងផុយទៅបន្ទាប់ពេលយើងត្រាំធ្វើជ្រក់វាផុយឆ្ងាញ់ដាក់ស្ងោរចោល5នាទីទៅរំតែសរសៃវារីកហើយវាចូលក្លិនបានល្អយើងយកកច្រែកដៃមកត្រង់មកបន្ថែមចាក់ទឹកក្តៅចូលអញ្ចឹងណាលាងវា3-4ទឹកឲ្យស្អាតដកគល់ក្រែមម្ទេសល្ក្រូចយើងដាក់មកហ្នឹងចេញអស់ត្រឹមតែលាងហើយជើងមាន់នឹងរីកជាហើយកតិចឆ្អឹងនៅជាប់ហ្នឹងក៏យើងដកចេញអស់ដែរវិធីធ្វើជ្រក់ជើងមាន់ថ្ងៃនេះទុកបានយូរថ្ងៃណាបងប្អូនហើយរសជាតិអត់ដិតខ្លាំងពេកយើងធ្វើរសជាតិស្រាលល្មមត្រឹមតែយើងត្រាំជើងមាន់បានមកយកវាចូលជាតិល្អគ្រឿងទុកលាយជើងមាន់មានគល់ក្រៃខ្ញីម្ទេសខ្ចីខ្ទឹមសចំណិតម្ទេសឥសាត់និងក្រូចខ្វិចគ្រឿងធ្វើទឹកម្ទេសមានខ្ទឹមសមើមខ្ទឹមក្រហមមើមម្ទេសហឹរ4-10គ្រាប់ម្ទេសផ្លោកទុំកន្លះផ្លែគ្រឿងផ្សំនេះសម្រាប់ជើងមាន់1គីឡូធ្វើតិចឬធ្វើច្រើនយ៉ាងអាចគុនគ្រឿងតាមនឹងបានរួចយើងចាក់ទឹកឆ្អិនចូលបន្តិចមកដើម្បីកិនខ្ទឹមហើយនឹងម្ទេសនឹងឲ្យវាម៉ត់ចូលគ្នាស្ដាងខ្ទឹមសរំដេងយើងហាន់ជាសរសៃយើងយកម្ទេសខ្ចីមកធ្វើបងប្អូនខ្ញីជាខ្ចីដែរម្ទេសខ្ទឹមមិញយើងកិនឲ្យម៉ត់ទៅហើយយើងដាក់ចូលចានដែកមួយម៉ោងរួចយកទឹកឆ្អិនហ្នឹងទៅក្លុកលាងម៉ាស៊ីនកុំឲ្យខាតគ្រឿងឆ្អិនដែលយើងប្រើសរុបចំនួន300មីលីលីត្រត្រី2វែកស្លតូចស្ករស1ខាំកន្លះយកប្រើស្ករត្នោតឲ្យវាខូចដល់ពណ៌ជើងមាន់ម្សៅស៊ុបមាន់យើងដាក់1ស្លាបព្រាបាយស្មើនឹង10ក្រាម
អំបិលមួយចុងសាព្រាបាយស្មើនឹង5ក្រាមគោច្បល់វាឲ្យសព្វចូលគ្នាសិនណាឲ្យរលាយស្ករលាយអំបិលអស់ហើយបើចង់ថែប៊ីចេងក៏បានដែរតាមការចូលចិត្តម្ទេសផ្លោកមិញយើងហាន់វាកង់ឲ្យត្រាំទឹកឲ្យវាអស់ក្លិនណាចាំយកមកកិនជាមួយនឹងម្ទេសខ្ទឹមជំនួយពណ៌ឲ្យទឹកម្ទេសរបស់យើងក្រហមប៉ុន្តែបន្តមកយើងចាក់ក្រូចឃ្វិចជូរតាមការចូលចិត្តរសជាតិទឹកម្ទេសនេះយករសជាតិដិតណាបងប្អូនយើងយកជូរប្រៃផ្អែមស្រាលឲ្យស្មើគ្នាទៅពេលយើងត្រាំជើងមាន់ចូល2ថ្ងៃ3ថ្ងៃក៏វាប្រៃដែរវានៅតាមមកជើងមាន់របស់យើងស្រស់ទឹកហើយក៏ត្រជាក់អញ្ចឹងយើងចាក់គល់ក្រៃម្ទេសអាចសាត់ពណ៌ខៀវដើម្បីឲ្យវារំលេចពណ៌ស្អាតខ្ញីនិងខ្ទឹមសចំណិតជាមួយនឹងបន្តមកយើងចាក់ទឹកម្ទេសដែលយើងបានលាយគ្រឿងរួចនឹងចូលមកទាំងអស់រូបមន្តនេះសម្រាប់យើងធ្វើតិចបើសិនជាបងប្អូនធ្វើច្រើនកូនគ្រឿងតាមនឹងក៏បានឬមួយក៏ចូលមើលវីដេអូចាស់ខ្ញុំក៏បានដែរមានវិធីធ្វើគ្រឿងច្រើនមកុំឲ្យពិបាកកូនគ្រឿងចង់បងប្អូនអាចទៅរកមើលវីដេអូចាស់បានតែបើធ្វើញ៉ាំនៅផ្ទះតិចតួចឬមួយក៏យើងធ្វើលក់តិចតួចអញ្ចឹងមើលតាមនេះក៏បានដែរបងប្អូនងាយស្រួលមិនបាច់ហត់ថ្លឹងគ្រឿងក៏បានដែរស្មានយកអញ្ចឹងដោយសារតែជើងមាន់យើងបានស្ងោរលីងអំបិលទៅពេលអញ្ចឹងវាមានជាតិស្រាប់ហើយដាក់ត្រាំជាមួយនឹងទឹកម្ទេសនឹងតែ1ម៉ោងហ្នឹងវាចាប់ផ្ដើមចូលជាតិហើយនិយាយថាក្លិនណានឹងឈ្ងុយសម័យនេះងាយស្រួលហើយយើងលក់តំណែងអនឡាញងាយស្រួលយើងលក់នៅក្នុងហាងទៀតគោលបំណងខ្ញុំថាធ្វើជើងមាន់ហ្នឹងទុកញ៉ាំ 4-5 ថ្ងៃបងប្អូនទៅពេលលាយគ្រឿងហើយមិនទាន់បានតែខ្លះសេផងញ៉ាំចង់អស់ពាក់កណ្ដាលបាត់ហើយចង់ដាក់ប្រអប់ក៏បានដាក់ចាត់ដៃក៏បានតែធ្វើមិនបិទវាឲ្យចិត្តណាកុំឲ្យវាឆ្លងក្លិនបន្លែឆ្លងក្លិនក្នុងទូយើងក្នុងក្លិនអាក្រក់សំខាន់ជើងមាន់នេះអត់ចង់ដាក់ចូលទូមានអារម្មណ៍ចង់ដកយកវិញមិនទេនេះខ្ញុំមិនគួរណាជឿគេសោះដោយសារតែពាក្យថារោផងចាយផងទៅបានជីវិតមានន័យតាមតគ្នាផងបងប្អូនបើចាយមានដែនកំណត់ពីចុងខែពងទាតែមិនអីទេពងទាក៏ពងទាទៅយើងញ៉ាំពងទាបែបអភិជនអត់មានអារម្មណ៍ថាខ្លួនឯងកំពុងតែដាច់យ៉ៃមិនតិចទេមុខនេះមិនមែនសម្រាប់អ្នកដាច់យ៉ៃទេណាអ្នកចិត្តដាច់យ៉ៃក៏ធ្វើញ៉ាំបានដែរងាយស្រួលទិញពងតែ2-3គ្រាប់មកធ្វើញ៉ាំបានបាត់ហើយញ៉ាំបានគ្នាច្រើនទៀតណយើងដាក់ខ្លាញ់យើងច្រើនតិចដើម្បីជៀនឲ្យសបកពងទារបស់យើងរៀងស្រួយវាស្រួយអញ្ចឹងយើងយកទៅឆាឆ្ងាញ់ណាស់រឿងម្ហូបធ្វើមកពីពងទាខ្ញុំរៀនជំនាញតិចបងប្អូនបើនិយាយចំទៅកាលនៅរៀនណាអាសាដាច់យ៉ៃដល់ពេលអញ្ចឹងចេះឆ្នៃហើយម្ហូបធ្វើពីពងទាមានចេះតិចមុខមិនក៏មានដែរបងប្អូនគ្រប់បែបគ្រប់យ៉ាងហ្នឹងអញ្ចឹងក៏ចេះម្លេះគ្នាទៅហើយលោបងប្អូនដាច់យ៉ៃអញ្ចឹងមានម្ហូបឆ្ងាញ់ញ៉ាំអញ្ចឹងណាជិះពងទាឆ្អិនហើយចាក់ខ្លាញ់ចេញរួចយើងយកម្ទេសហើយនឹងខ្ទឹមដែលយើងបានបុកយកមកម្លេញវាឲ្យឈ្ងុយនៅពេលដែលយើងដាច់យ៉ៃយើងត្រូវការធ្វើម្ហូបណាដែលញ៉ាំចុះម្ហូបតិចតែអស់បាយច្រើនយើងឆារៀងហឹលទៅយើងញ៉ាំលិតទេបងប្អូននិយាយលេងឯងម្ហូបនេះយើងឆាក្តៅពងទាអញ្ចឹងបើសិនជាបងប្អូនចូលចិត្តហឹលឬមិនហឹលអីយើងអាចដាក់ម្ទេសបានតាមការចូលចិត្តគ្រាន់តែពេលដែលយើងឆាម្ទេសខ្ទឹមនេះកុំប្រើភ្លើងខ្លាំងយើងប្រើភ្លើងតិចល្មមបានហើយឆ្លក់សាហាវហ្មងយកល្អយកទៅឆាចិត្តផ្ទះក្រាស់ទៅយើងដាក់ទឹកត្រីចូល1ស្លាបព្រាបាយទៅ2ស្លាបព្រាបាយទៅនិយាយទៅរសជាតិប្រៃផ្អែមជូរតាមយើងចូលចិត្តបើខ្ញុំវិញឲ្យតែពេលធ្វើឆាក្តៅអញ្ចឹងខ្ញុំចូលចិត្តញ៉ាំរសជាតិដិតអញ្ចឹងខ្ញុំដាក់ទឹកត្រី2ស្លាបព្រាប្រេងខ្យង1ស្លាបព្រាដើរទៅយកគ្រឿងសិនយើងថែមស្ករសរៀងច្រឡំម្សៅស៊ុបមាន់នេះដាក់ម្សៅស៊ុបមាន់បន្តិចមកហើយស្ករសកន្លះស្លាបព្រាបាយម្ហូបនេះមិនធម្មតាណាបងប្អូនបិទច្រមុះផងបិទអីផងព្រោះថាវាឆ្លក់មែនតើហ្មងដោយសារយើងដាក់រសជាតិហឹលបន្ទាប់មកយើងថែមទឹកជាចូលអវែកមកឆាគ្រឿងហើយនឹងម្ទេសនោះឲ្យសព្វចូលគ្នាវាឡើងឈ្ងុយចាំយើងថែមទឹកអំបិលទុំចូលកន្លះស្លាបព្រាបាយទៀតម្ហូបដែលធ្វើពីពងមាន់ពងទាអត់ពិបាកទេងាយហើយអត់សូវចោះគ្រឿងច្រើនយើងធ្វើញ៉ាំយូរម្ដងឆ្ងាញ់ណាស់បងប្អូនហើយណាមួយឆាក្តៅនេះរត់តែពិសេសដោយសារតែយើងលីងម្ទេសខ្ទឹមទៅវារៀងហឹលតិចហើយឈ្ងុយរសជាតិដិតចឹងអូញ៉ាំជាមួយបាយឆ្ងាញ់ណាស់ពងមាន់ពងទានេះបងប្អូនអាចជៀនតាមការចូលចិត្តចង់ជាប់ភ្នៅខ្លាំងក៏បានជាប់ភ្នៅតិចក៏បានមួយក៏ជៀនយកឆ្អិនតែម្ដងក៏បានដែរបើដូចខ្ញុំវិញចូលចិត្តជាប់ភ្នៅរៀងខ្លាំងដែរអញ្ចឹងខ្ញុំជៀនជាប់ភ្នៅប៉ុណ្ណឹងបន្ទាប់មកយើងកាត់វងហ្នឹងកាត់1ជា2ជា3ជា4យើងកាត់រៀងដុំតិចល្មមទៅពេលដែលឆាទៅវាឆាប់ចូលជាតិល្អថាប៉ុណ្ណឹងមើលទៅតំណងណាបងប្អូនជាមួយនៅពេលដែលយើងឆាឆ្អិនទៅតំណងជាងទៅអ្នកពេលយើងដាក់ម្រះព្រៅនឹងឈ្ងុយហើយយើងថែមម្ទេសម៉ាឡេតិចទៅដើម្បីឃើញសម្រស់វាកាន់តែស្អាតឆាយើងយករៀងប៉ែទៅបានស្រូបបាយឆ្ងាញ់ហើយញ៉ាំបានច្រើនណនិយាយទៅអត់សូវចង់ហូបទេចោះតែបាយវាហឹលឈ្ងុយម្រះព្រៅឈ្ងុយអីចឹងអត់សូវញ៉ាំតលន់ទេបងប្អូនដោយសារតែវាមានគ្រឿងច្រើនទឹកឆាយខាប់ពណ៌ក្រហមនឹងស្អាតហើយឆាក្តៅចុងយើងប្រើម្រះព្រៅរៀងច្រើនយើងឆាច្របល់ជាមួយពងហើយយើងនៅដាក់ទ្រាប់បាតចានទៀតនៅពេលដែលយើងដុបឆាពងទានឹងរៀងក្តៅដាក់ពីលើម្រះព្រៅនោះសពប់ឯងហ្មងហើយឆ្អិនឈ្ងុយបណ្ដោយមួយនេះជាផេកថ្មីរបស់ខ្ញុំចឹងបងប្អូនកុំភ្លេចចុចតាមដានម្នាក់មួយផងណាផេកមួយនេះភាគច្រើនផុសម្ហូបងាយស្រួលយើងចំអិនត្រឹមតែ10នាទីឯងបានញ៉ាំហើយសម្រាប់បងប្អូនដែលមានការងាររវល់ច្រើនមួយខ្ជិលត្រូវហ្មងតែចេញមកស្មាននឹងដាច់បាយទៀតដែរបងប្អូនពេលខ្លះយើងអត់មានពេលតែចង់ញ៉ាំម្ហូបឆ្ងាញ់ឲ្យប្លែក
តើបងប្អូនធ្វើតងញ៉ាំងាយៗនៅផ្ទះមិនបាច់ហត់ប្រើគ្រឿងតងញ៉ាំក៏សម្លរបស់យើងឈ្ងុយដែរនិយាយទៅឈ្ងុយខ្លាំងជាងយើងប្រើដុំស៊ុបតងញ៉ាំទៀតខ្ទឹមសខ្ទឹមក្រហមក៏ច្រើនម៉ត់ឆេញឬមួយក៏យើងយកទៅកិនឲ្យម៉ត់ក៏បានដែរឆាវាឲ្យលួយហើយខ្ញុំដាក់ម្ទេសផ្លោកក្រៀមកិនហ្នឹងចូល2ស្លាបព្រាឆាឲ្យវាឡើងស្ងួតទឹកឲ្យឈ្ងុយសិនសឹមយើងដាក់គល់ក្រេមម្ទេសល្ក្រូចខ្ទឹមសខ្ទឹមក្រហមចូលគ្រឿងតងញ៉ាំយើងហាន់គល់ល្ក្រេមឆិតនៅពេលដែលយើងបានធ្វើគ្រឿងតងញ៉ាំខ្លួនឯងចេះទឹកសម្លរបស់យើងមានពណ៌ស្អាតហើយក្លិនឈ្ងុយហ្មងបងប្អូនធ្លាប់ធ្វើដល់ហើយឆាគ្រឿងឈ្ងុយចូលគ្នាហើយខ្ញុំយកដាក់សាច់មាន់ចូលតងញ៉ាំត្រូវជាងគេជាមួយសាច់មាន់និងគ្រឿងសមុទ្របើសិនជាបងប្អូនចង់ដាក់ជាឆ្អឹងជំនីជ្រូកក៏បានដែរនិយាយទៅរសជាតិប្លែកម្យ៉ាងម្នាក់តាមសាច់ដែលយើងចូលចិត្តយើងឆាសាច់នឹងឲ្យវារៀងសពប់សិនណាធ្វើអញ្ចឹងมันក្លិនសាច់ឈ្ងុយដល់សាច់ខាងក្នុងហ្មងឥឡូវនេះឆាចុះឆាឡើងឥឡូវនេះសាច់រៀងក្រៀមហើយអញ្ចឹងយើងចាក់ទឹកជាចូលមកទឹកបងប្អូនអាចវាល់មើលតាមដែលយើងដាក់សាច់យើងប៉ាន់មើលណាដាក់ស្លមួយចានអញ្ចឹងយើងវាល់ទឹកមួយចានទៅបានដែរកុំឲ្យទឹកសម្លនេះបានឡើយយើងចេះតែចាក់ចូលទៅតែទឹកសម្លច្រើនសាច់វាចេញជាតិមកដល់ហើយអញ្ចឹងធ្វើឲ្យទឹកសម្លនោះអត់ជាតិទេញ៉ាំទៅឡែវៗហើយពិបាកលាយគ្រឿងហ្មងខ្ញុំថែមម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយស្ករសកន្លះស្លាបព្រានិងអំបិលមួយចុងស្លាបព្រាបាយលើសរសជាតិទឹកសម្លតុងយ៉ាំយើងយករសជាតិរៀងជូរអែមអញ្ចឹងយើងប្រើស្កររៀងច្រើនបន្ថែមទឹកត្រីមួយស្លាបព្រាបាយទៀតយកក្លិនឈ្ងុយដោយសារតែយើងធ្វើសម្លនេះប្រើសាច់មាន់អញ្ចឹងទឹកយើងត្រូវថែមរៀងលើសបន្តិចព្រោះតែយើងត្រូវរងាស់មាន់នឹងឲ្យវាផុយអញ្ចឹងទៅវារីងទឹកនឹងបងប្អូនស្លអញ្ចឹងឆាប់ឆ្អិនសាច់ហើយមាន់របស់យើងក៏ចាប់ផ្ដើមឆ្អិនដែរគ្រាន់តែឆ្អិនអត់តន់ខ្លាំងបងប្អូននេះភ្លក់មួយសិនរសជាតិបានប៉ុណ្ណាហើយដាក់មកលាយត្រូវមកហ្មងងាប់ប្រហែលជា3នាទីទៀតដើម្បីសាច់មាន់ឆ្អិនបើសិនជាបងប្អូនប្រើគ្រឿងសមុទ្រតែប្រហែលជា8នាទីអីស្លឆ្អិនណាអត់ពិបាកច្រើនទេបើសិនខ្ញុំស្លគ្រឿងសមុទ្រដាក់ផ្សិតជាមួយនឹងគ្រឿងសមុទ្រតាណាគ្នាព្រោះថាវាឆាប់ឆ្អិនដូចគ្នាឥឡូវនេះមាន់ឆ្អិនក៏ដាក់ផ្សិតហើយនឹងម្ទេសចូលវារៀងកោកបន្តិចបងប្អូនដោយសារតែយើងងាស់ទៅវារីងអញ្ចឹងបងប្អូនអាចថែមទឹកជាចូលបំពេញឲ្យគ្រប់ធាតុដើមវាមិញក៏បានឬមួយក៏យើងចង់បន្ថែមខ្ទិះក៏បានដែរតាមការចូលចិត្តទេយើងចង់ញ៉ាំខ្ទិះច្រើនប្រើខ្ទិះច្រើនអញ្ចឹងញ៉ាំខ្ទិះរៀងលើសធម្មតាអញ្ចឹងយើងដាក់ពេញប៉ោះចូលសិនកូរឲ្យពេញប៉ោះហ្នឹងវារៀងឆ្អិនតិចសិនមកហើយពេញប៉ោះនេះក៏ដូចគ្នាដែរយើងស្លឲ្យវាឆ្អិនពេកក៏អត់ឆ្ងាញ់ដែរវាធំក្លិនទៅស្លអត់សូវឈ្ងុយទេអញ្ចឹងយើងដាក់វាឆ្អិនមកល្មមទៅញ៉ាំដែរតែគេបន្ថែមខ្ញីជាមួយនឹងសម្លតុងញ៉ាំឈ្ងុយមួយយ៉ាងដែរតែឥឡូវនេះបន្ថែមក្លិនទឹកសម្លតុងញ៉ាំរបស់យើងនឹងឈ្ងុយមួយយ៉ាងដែរបងប្អូនចង់ប្រើម្ជូរសូដានក៏បានឬមួយក៏ទឹកខ្មេះក៏បានដែរព្រោះថាម្ជូរទាំងពីរប្រភេទនេះវាអត់ប៉ះពាល់ដល់ក្លិនសម្លរបស់យើងទេបើអំពិលទុំដាក់ទៅបែកក្លិនហ្មងបន្ទាប់មកយើងក៏ដាក់ខ្ទិះដូងទៅខ្ទិះដូងដាក់តែបន្តិចណាបងប្អូនតែនេះខ្ញុំចង់ញ៉ាំច្រើនខ្ញុំប្រើកន្លះកូនចានចង្កឹះរៀងច្រើនណាតែបងប្អូនញ៉ាំធម្មតាដាក់តែពាក់កណ្ដាលហ្នឹងទៅបានហើយក្រហមស្លឹកខ្ទឹមជីសកាជាការស្រេចឃើញបងប្អូនមើលទៅសម្លរបស់យើងទឹកពណ៌ឡើងក្រហមស្អាតមែនតើហ្មងណារួចរាល់អស់ហើយយើងក៏ដួសដាក់ចានមកមានផ្សិតផងមានប៉េងប៉ោះហើយឈ្ងុយជាងគេឈ្ងុយគ្រឿងដែលយើងឆាហើយនឹងជីក្រហមដែលយើងបងក្រោយហ្នឹងនៅពេលដែលយើងដាក់ជីដាក់គ្រឿងហ្នឹងទៅវាឈ្ងុយក្លិនតុងញ៉ាំនេះសម្រាប់យកចង់ប្រើដុំស៊ុបឬមួយក៏យើងចង់ញ៉ាំរសជាតិបែបតាមហាងគឺយើងធ្វើបែបនេះឯងជាធម្មតាសម្លតុងញ៉ាំជូរអែមហើយរៀងហឹរតិចៗបើញ៉ាំឆ្ងាញ់ដូច្នេះហើយខ្ញុំដាក់ម្ទេសមកគ្រាប់ចឹងទៅនៅពេលណាដែលយើងចង់ញ៉ាំហឹរយើងអាចខាំម្ទេសញ៉ាំខ្លួនឯងបងប្អូនគ្នាចុចតាមដាន page ថ្មីរបស់ខ្ញុំម្នាក់ផងណា page នេះខ្ញុំផុសវីដេអូរបៀបធ្វើម្ហូបងាយលឿននៅផ្ទះ3នាទីអីគឺអាចញ៉ាំបានហើយញ៉ាំបានណាមិនមែនចាក់ស្ដែងទៅ8នាទី10នាទីអីហ៎ថ្ងៃហ្នឹងភ្ញៀវកំងមីឆាសម្រាប់សែនចំនួន2ចានបាយឆាមួយចានហើយអូនម្ហូបច្រើនណាបងប្អូនច្រើនក៏អីដែរព្រោះយើងមានជំនួយការពិសេសហើយយើងដេញតែគ្រឿងក្នុងជ្រូកចឹងដាក់ទឹកប្រឡាក់សាច់របស់យើងចូលមកឆាចានតូចដាក់3លព្រាបាយបើយើងឆាម្ដង2ចានធំអញ្ចឹងបងប្អូនលីងសាច់រួចដាក់ទឹកប្រឡាក់សាច់ចូល2វែកចាទឹកជាងាស់វាឆ្អិនហើយយើងលេចសាច់ពាក់កណ្ដាលមកឆាម្ដងមួយចានវិញធ្វើអញ្ចឹងមីយើងឆាបានតែស្អីស្អាតហើយកលៀនជ្រូកចាំពេលយើងដាក់មីចូលជំរាបដាក់កលៀនដែរបងប្អូនតែយើងលបឆាម្ដងមី1គីឡូឬមួយក៏ច្រើនបងប្អូនឆាអត់បានស្អាតទេហើយពិបាកឆាមែនតែនដោយសារតែខ្ទះយើងវារៀងទូចផងហើយណាមួយឆាច្រើនវាចំណាយពេលកូរវាយូរអញ្ចឹងវាអាចនឹងធ្វើឲ្យដាច់សរសៃមីស្រស់នេះផងដែរយើងមិនបាច់ចាំលាងទឹកឲ្យយកមកដល់ឆាទាំងឆៅហ្នឹងទៅយើងកូរវាឲ្យសព្វគ្រឿងហ្នឹងសិនណាបងប្អូនបើថាវារៀងស្ងួតទឹកខ្លាំងយើងចាក់ទឹកជាចូលប្រហែលជាមួយវៃស្លដើម្បីឲ្យសរសៃមីបើយើងឆ្អិនសព្វល្អនិងទន់ល្មមឆាយូរទេប្រហែលជា4ទៅ5នាទីអីវាសព្វល្អហើយយើងក៏ដាក់ប្រភេទស៊ុយស្តែបដោស្លឹកកញ្ឆាយស្លឹកខ្ទឹមហើយនឹងបន្លែផ្សេងទៀតមានដូចជាការ៉ុតហើយនឹងខាត់ណាហើយខាត់ណានេះយើងស្រុះវាឆ្អិនខ្លាំងតែម្ដងមកឆាច្របល់តាមស្ទុះទៀតឆ្អិនមិនថាតែឆាមីឬមួយក៏ឆាម្ហូបផ្សេងទេប្រើទឹកប្រឡាក់សាច់នឹងយកទៅឆាយ៉ាងមិនហត់ថែមថយគ្រឿងទេបងប្អូនមានតែសាច់មានតែខ្ទឹមលីងវាហើយដាក់ទឹកប្រឡាក់សាច់ចូលមក
មានតែបន្លែតែប៉ុណ្ណឹងរបស់យើងមានរសជាតិឆ្ងាញ់ហើយចំណាយពេលលឿនមែនតែនក្នុងការចម្អិនសម្រាប់គ្រឿងទាំង10មុខនៅលើតុនេះវិញយើងអាចលៃយកទៅធ្វើម្ហូបបានច្រើនណាស់ទឹកកាពិទឹកប្រហុកសម្រាប់ញ៉ាំភ្លាឬមួយក៏បុកល្ហុងទឹកជ្រលក់ក៏មានបើភ្លាជាមួយសាច់ជ្រូកផាត់បាត់ទេឆាបាត់ដំបងខ្ទឹមជ្រក់អូច្រើនណាស់បងប្អូនទឹកជ្រលក់ស៊ុបគីស៊ុបក៏មានឆាមីឆាបាយក៏បានដែរទឹក